Ok បងប្អូនបាទក្រោយខ្នងខ្ញុំនេះគឺជា Mazda BTR Sub Series ថ្មីថ្ងៃនេះមកថតវីដេអូ review បង្ហាញពី option ក៏ដូចជារូបរាងជូនបងប្អូនមើលតែម្ដងជាពិសេសបងដែលកំពុងរកមើលឡានសូមបើកវងកញ្ចក់បន្តិចមុននឹង review សម្រាប់ Mazda ក្រោយខ្នងខ្ញុំនេះឥឡូវមាន promotion សម្រាប់ចូលឆ្នាំខ្មែរណាគឺយើង free បង់ពន្ធផ្លូវ3ឆ្នាំអត់គិតលុយទេ free កាំង sport បានដែកមួយលក្ខខណ្ឌគឺចាប់ពីថ្ងៃទី1មេសារហូតដល់ចូលឆ្នាំខ្មែរ2025នេះតែម្ដងបាទថ្ងៃ14មេសា2025តោះអញ្ចឹងយើងមើលរូបរាងឡានខ្ញុំបង្ហាញ option ប្រជុំបាទមានពណ៌ប្រផេះពណ៌សហើយនៅមានពណ៌ផ្សេងទៀតបងប្អូនយើងមានពណ៌ខ្មៅពណ៌ទឹកប៊ិចពណ៌ផ្សេងទៀតប៉ុន្តែពីរពណ៌នេះខ្ញុំលក់ដាច់ខ្លាំងអញ្ចឹងខ្ញុំយកមក review ជូនបងប្អូនមើលបាទសម្រាប់រូបរាងថ្មី2025គឺដេកមកថ្មីទាំងអស់តែម្ដងជាពិសេសចំណុចដែលចាប់អារម្មណ៍ជាងគេគឺចង្គៀងបាទចង្គៀងនេះគឺចង្គៀង LED ដែល design មកគេហៅថា style double J បាទ LED របស់វានេះ daytime running light ណាបងប្អូនហើយជាមួយនឹងចង្គៀងគុជហើយ fog lamp ខាងក្រោមក៏គុជដែរបាទ fog lamp ខាងក្រោមគុជដូចគ្នាជាមួយនឹងសំណាញ់ប៉ាណាកន្លែងនេះគឺឆែកខ្យល់ aerodynamic របស់វាហើយបានបំពាក់ដោយ sensor បាទមុខ4ក្រោយ4មកជុំរថយន្ត parking sensor ណាសម្រាប់ផ្នែកកណ្ដាលគឺ design ប៉ាណាលក្ខណៈរាងសំណាញ់ពណ៌ខ្មៅរបៀប sport ហើយជាពិសេស logo ឃើញធំអញ្ចឹងឃើញឲ្យមុខឡាននេះគឺចេញមកអំណាចជាងមុនបងប្អូនបាទជាមួយនឹងស៊ីគ្នាខ្លាំងមែនទែនសំណាញ់ខាងក្រោមនេះហើយនឹងសំណាញ់ប៉ាណាបាទតោះអញ្ចឹងយើងមកចំហៀងបាទសម្រាប់ផ្នែកចំហៀង BTR Sub 2025 full option មួយគ្រឿងនេះបានដូរយ៉ានរូបរាងថ្មីអានឹងគេហៅ alloy wheel បងប្អូនទំហំរហូតដល់18អ៊ីងសម្រាប់យ៉ាននេះគឺបងប្អូនមើលមកគឺឃើញដូចជាផុសមកអញ្ចឹងកន្លែងនេះវាមានក្រមលាយជាមួយនឹងពណ៌ខ្មៅហើយសម្រាប់សបកកង់របស់វាគឺដាក់ Bristol ទៀតបាទ Bristol ហើយយ៉ានទំហំ18អ៊ីងពាក់ព័ន្ធទៅលើហ្វ្រាំងរបស់វាមានហ្វ្រាំង ABS ហ្វ្រាំងបែងចែកប្រើភ្លើង EBD ជាមួយនឹង EBA យើងហៅថា Emergency Brake Assist ណាគឺដាក់នៅលើឡាននេះហើយសម្រាប់កម្ពស់ពីដីបាទកម្ពស់ពីដីវាខ្ទង់2 ទឹក4បាទ2 ទឹក4ខ្ពស់ខ្លាំងមែនតើ pick up អញ្ចឹងបងប្អូនប្រើទៅគ្រប់ស្ថានភាពផ្លូវមិនថាប្រើក្នុងក្រុងក្រៅក្រុងឬក៏ទៅ off road អីផ្សេងគឺត្រូវទាំងអស់បងប្អូនហើយឈ្នាន់ជាន់វាមានភាពរៀងស្រួលជាន់ជាងមុនបងប្អូនបាទរៀងសប៉ែតណាតោះកាមេរ៉ាមកខ្ញុំបង្ហាញទៀតនេះភេទជាក្តោបអូតូវាមាន LED សញ្ញោកន្លែងនេះមួយហើយកន្លែងនេះយើងមានគេហៅថា blind spot monitor សម្រាប់ sensor វ៉ាចេញណាបងជាទូទៅនិយាយថា sensor វ៉ាចេញបាទហើយដៃទ្វារគឺប្រភេទប្រើគេហៅ keyless entry ក៏ smart key ដៃទ្វារដែលបងប្អូនចំណាំទៅហៅទៅអូខេបាទតោះអញ្ចឹងកាមេរ៉ាបង្ហាញទៅ design មកថ្មីអានេះស្បែកទាំងអស់បងប្អូនស្បែករបៀបរៀងខ្មៅលីធ្នេសបាទអានេះជាក្តោបអូតូយើងចុចប៊ូតុងនៅកន្លែងនេះហើយពាក់ព័ន្ធទៅលើកៅអីនេះដាក់ប្រភេទកៅអីពុកស្បែកបាទហើយកៅអីពុកស្បែកមានកៅអីអូតូបាទប្រើ smart key បាទមានបច្ចេកវិទ្យាពីចម្ងាយ option ខាងក្នុងកាមេរ៉ាចាប់ទៅខ្ញុំបង្ហាញជូនបងមួយមានប៉ង2កាពីតាសបាទប៉ង2កាពីតាសហើយយើងមានប្រព័ន្ធទប់ពេលចុះចំណោតបាទប្រព័ន្ធជំនួយឡើងចុះចំណោតអីមានទាំងអស់ប្រព័ន្ធ terrain mode ប្រព័ន្ធ lock ប៉ងអីផ្សេងមាន cruise control យល់រួមទៅមានមួយ set តែម្ដងជាមួយនឹងអេក្រង់ touch screen 9 អ៊ីងយើងប្រើជា Apple CarPlay និង Android Auto បានប្រើ wireless ហើយបងប្អូនលែងប្រើដល់ខ្សែប្រើ connect wireless ជាមួយនឹង counter digital 7 អ៊ីងទៀតបាទហ្នឹងគឺសេរីថ្មីដែលគេ update មកបងប្អូនតោះអញ្ចឹងយើងទៅមើលខាងក្រោយទាំងអស់គ្នាបាទអូខេបាទនេះខ្ញុំឲ្យបង្ហាញមើលខាងក្រោយទៀតខាងក្រោយមានកាមេរ៉ាមានម៉ាស៊ីនត្រជាក់ក្រោយទៀតបងប្អូនបាទមានម៉ាស៊ីនត្រជាក់ក្រោយបាទអូខេតោះអញ្ចឹងយើងទៅមើលផ្នែកខាងក្រោយស្រាប់ធុងនេះយើងមានភាពធំទលាយបងប្អូនបាទខ្ញុំប្រាប់មួយទៀតបងប្អូនយើងចង្គៀងរបស់វា LED បាទ LED សេរីថ្មីមើលមកយ៉ាងតាក់ទាញជាងមុនបាទ LED សេរីថ្មីមានតាក់ទាញជាងមុនខាងក្រោយនេះក៏មាន sensor ដែរទាំងមុខទាំងក្រោយបងប្អូនមកជុំឡានតែម្ដងជាមួយនឹងកាមេរ៉ានេះហៅ reverse camera ជាមួយនឹងផ្លាក 4x4 បាទប៉ង2កាពីតាសបាទប៉ង2កាពីតាសហើយនេះបងប្អូនចំណាបងប្អូនអាចមើលបាននេះវាផុស design មកថ្មីស្អាតហើយបងប្អូននេះផុសនេះបាទកាងក្រោយនេះហើយសម្រាប់ឡាននេះគឺយើងអាចបញ្ជា smart key បញ្ជាបច្ចេកពីចម្ងាយបានខ្ញុំបញ្ជាជូនបងប្អូនមើលតែម្ដងបាទបញ្ជាបច្ចេកពីចម្ងាយបន្លត់វិញក៏បានដែរបងប្អូនខ្ញុំបង្ហាញមួយទៀតខ្ញុំកន្លែងទៅឃើញបង្ហាញជូនបងប្អូនមួយតែម្ដងសនេះសកម្មៃសនេះត្រូវថ្ងៃស្អាតហើយបងប្អូនបាទស្អាតខ្លាំងមែនតើហើយសម្រាប់ពណ៌យើងមានជម្រើសច្រើនពណ៌យើងមានពណ៌សយើងមានពណ៌ប្រផេះពណ៌ខ្មៅពណ៌ទឹកប៊ិចពណ៌ទឹកក្រូចជាមួយនឹងតម្លៃជាង$40000ហើយនឹង promotion បាទ promotion សម្រាប់ចូលឆ្នាំខ្មែរណាគឺ free បង់ពន្ធផ្លូវជូនបង3ឆ្នាំបាទ free កាំង sport បាដែកកាំងខាងក្រោយនេះមួយជាមួយនឹង free បដូរ pension ជូនបង4ដងអត់គិតថ្លៃទេ
សម្រាប់បងដែលចាប់អារម្មណ៍អាចទិញជាទឹកប្រាក់សុទ្ធក៏បានបងរំលោះក៏បានដែរតម្លាក់មុនចាប់ពី 10% មានន័យថាជាង $4,000 ឡើងទៅបាទជាមួយនឹងឯកសារត្រឹមតែ 2-3 ស្លឹកទេអត់ត្រូវការថតប្រចាំអត់ត្រូវការអ្នកធានាអញ្ចឹងបងដែលចាប់អារម្មណ៍អាច call ឬក៏ Telegram មកខ្ញុំបានតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះណាបាទអរគុណ